បាទសូមគោរពនឹងជំរាបសួរទស្សនិកជនពុកម៉ែបងប្អូននេះខ្ញុំវីដេអូមួយនេះខ្ញុំធ្វើពីរបៀបផុសនៅផលិតផលផុសទំនិញដាក់ចូលទៅក្នុង website ដើម្បីលក់ណាបាទនៅក្នុងនេះយើងមាននេះយើងមាន category ច្រើនណាអញ្ចឹងតោះបងប្អូនដែលចង់ចេះពីរបៀបផុសបាទផុសផលិតផលដាក់ចូលទៅក្នុង website ដើម្បីលក់តើយើងផុសរបៀបម៉េចមកមើលតាមខ្ញុំមកបាទសម្រាប់បងប្អូនដែលមិនទាន់ចុះឈ្មោះជាសមាជិកចុះឈ្មោះជាសមាជិកសិនណាបានផុសបានបាទអញ្ចឹងពេលយើង log in account យើងហើយបងប្អូនមើលម្នាក់នេះនៅក្នុង website នេះវាកន្លែងផុសនេះណាបងប្អូនណាចុចលើពាក្យផុសនេះមកបាទពេលចុចលើពាក្យផុសវាចេញតារាងមួយឲ្យយើងបំពេញឈ្មោះផលិតផល description ពីព័ត៌មានពីផលិតផលនិងរូបភាពផលិតផលនៅក្នុងនឹងចូលណាព័ត៌មានរបស់ផលិតផលហើយយើងចុចនេះទៅជាការស្រេចតលោកខ្ញុំដាក់ឲ្យមើលអញ្ចឹងបងប្អូនមើលខាងលើគេនេះគេដាក់ថាតើអ្នកចង់លក់អ្វីបាទអញ្ចឹងយើងជ្រើសរើសមកយើងចង់លក់អីយើងជ្រើសរើសមកណាអូខេឥឡូវនេះយើងចុចត្រង់នេះដើម្បីជ្រើសរើសអញ្ចឹងស្រួលទេណាបងប្អូនណាចាំចប់វីដេអូនោះខ្ញុំធ្វើវីដេអូមួយទៀតពីរបៀបផុសដូចគ្នាតែតាមរយៈទូរស័ព្ទវិញបាទនេះខ្ញុំធ្វើតាមកុំព្យូទ័រចុចត្រង់នេះអញ្ចឹងបងប្អូនរងចាំមួយផ្លេតវានឹងបង្ហាញ category ដែលបងប្អូនត្រូវបញ្ចូលទៅលក់អីតែយើងលក់អីតើខ្ញុំលក់នេះផលិតផលសម្រស់ឬផលិតផលសុខភាពយើងចង់លក់អីយើងរើសនឹងមកឡានម៉ូតូអីក៏បានដែរណាបងប្អូនណាអាចចោលទ្របក៏បានអូខេក្នុងនោះមានច្រើនអញ្ចឹងអ្វីដែលខ្ញុំលក់ថ្ងៃនេះគឺខ្ញុំចង់ផុសលក់ពីផលិតផលសម្រស់អូខេចុចលើផលិតផលសម្រស់មួយអញ្ចឹងរងចាំមួយផ្លេតវាដាក់ផលិតផលថែរក្សាស្បែកគ្រឿង make up ណាមានទឹកអប់មានអីផ្សេងៗមកហ្នឹងណាហើយនឹងថែរក្សាសក់ចឹងណាអញ្ចឹងយើងយកខ្ញុំយកនេះគ្រឿង make up អូខេចុចលើនឹងបោកមកតែប៉ុណ្្នឹងទេបងប្អូនណាអញ្ចឹងហើយយើងវាយឈ្មោះផលិតផលដែលយើងលក់ដាក់ក្នុងនេះទៅណាអញ្ចឹងសូមបញ្ជាក់ផងដែរឈ្មោះផលិតផលនិងdescription នេះពីព័ត៌មានពីផលិតផលបងប្អូនសរសេរទុកឲ្យហើយមកណាសរសេរទុកឲ្យហើយមកចាំដល់ពេលយើងចូលមកដល់កន្លែងនេះយើង copy ផាសយកមកតែម្ដងបានណាបងប្អូនណាហើយឈ្មោះផលិតផលដើម្បីផុសឲ្យបានស្អាតយើងកុំផុសវែងពេកកុំដាក់ឈ្មោះផលិតផលវែងពេកខ្លីល្មមបានហើយអូខេអញ្ចឹងឈ្មោះផលិតផលនិងពីព័ត៌មានពីផលិតផលហ្នឹងខ្ញុំបានសេវទុកនៅក្នុង Telegram ខ្ញុំទៅ copy មកអូខេនេះបងប្អូននេះឃើញទេនេះផលិតផលទឹកអប់នេះខ្ញុំយកតែប៉ុណ្្នេះបានណាឈ្មោះផលិតផលខ្ញុំដាក់ប៉ុណ្្នេះអូខេអញ្ចឹងត្រង់កន្លែងឈ្មោះផលិតផលនេះបងប្អូនបញ្ចូលមកដាក់ឈ្មោះនេះផលិតផលចឹងមកនេះក៏បានដែរណាហើយមួយទៀតតម្លៃបងប្អូនឃើញក្នុងហ្នឹងមានតម្លៃមានពីរណាតម្លៃទីផ្សារគេដាក់តម្លៃទីផ្សារមានថា market price តម្លៃលក់នៅលើទីផ្សារបាទតម្លៃលក់នៅលើទីផ្សារជាក់ស្ដែងទឹកអប់ហ្នឹងទឹកអប់ដែលយើងដាក់លក់នេះតម្លៃលក់នៅលើទីផ្សារដល់ដៃអ្នកប្រើប្រាស់ចុងក្រោយណាតម្លៃប្រហែលអូខេថាឥឡូវដល់ដៃអ្នកប្រើប្រាស់ចុងក្រោយតម្លៃ$5អញ្ចឹងយើងដាក់លេខ5មកយើងទៅសេជាអក្សរឡាតាំងមកបងប្អូនណាកុំដាក់សញ្ញាដុល្លារអីទៀតដាក់តែលេខទៅបានហើយវាស្គាល់ជាដុល្លារអូតូម៉ាទិកហើយអញ្ចឹងដាក់លេខ5នេះ$5តម្លៃសមាជិកតែយើងមានលើកទឹកចិត្តសមាជិកទេនៅក្នុង website ហ្នឹងវាមានសមាជិក website គេមានអ្នកប្រើប្រាស់ទូទៅវាយើងចង់លើកទឹកចិត្តសមាជិកឲ្យអ្នកដែលបានចុះឈ្មោះជាសមាជិកហ្នឹងធូរថ្លៃជាងអ្នកធម្មតាយើងដាក់ថោកជាងមកណាយើងអាចដាក់4កន្លះអីចឹងទៅក៏បានឬមួយក៏យើងជិះលើកទឹកចិត្តដាក់ស្មើគ្នាតែម្ដងឲ្យសិតស្មើគ្នាដាក់5ដូចគ្នាចឹងទៅអូខេនេះឃើញតម្លៃមានពីរនេះតម្លៃទីផ្សារមួយនេះគឺតម្លៃសមាជិកហើយប្រអប់នេះមួយទៀតបងប្អូនឃើញគេដាក់កម្រៃជើងសារឬក៏ PV អញ្ចឹងបងប្អូនអាចតើផលិតផលរបស់បងប្អូនលក់នេះមានកម្រៃជើងសារទេមានធ្វើទីផ្សារទេមានន័យថានៅក្នុងហ្នឹងបងប្អូនអាចទុកកម្រៃជើងសារឲ្យអ្នកដែលជួយចែកចាយទេទុកកម្រៃជើងសារឲ្យអ្នកដែលធ្វើទីផ្សារនៅក្នុង website ហ្នឹងទេបើយើងទុកយើងដាក់មកហើយទុកកម្រៃជើងសារប្រហែលណាឧទាហរណ៍ថាតម្លៃ5រៀលយើងថាកម្រៃជើងសារ$1ឧទាហរណ៍យើងដាក់លេខ1ចឹងមកណាហើយបើសិនជាយើងអត់មានទុកកម្រៃជើងសារទេយើងដាក់លេខ0ណាបងប្អូនដាក់លេខ0កន្លែងហ្នឹងត្រូវដាក់លេខ0ចឹងមកហើយពិពណ៌នាសម្រាប់ពិពណ៌នានេះបងប្អូនត្រូវសរសេរឲ្យបានក្បោះក្បាយឲ្យស្អាតណាសរសេរឲ្យម៉ត់ចត់ឲ្យបានក្បោះក្បាយនៅក្នុងហ្នឹងពីព្រោះថាអតិថិជនមុននឹងគាត់សម្រេចចិត្តទិញហ្នឹងគាត់អានពិពណ៌នាហ្នឹងណាពីផលិតផលអានហើយអានទៀតទម្រាំគាត់សម្រេចចិត្តទិញអញ្ចឹងយើងត្រូវសរសេរបានច្បាស់លាស់ណាបងប្អូនណាចឹងខ្ញុំសរសេរបានស្អាតហើយខ្ញុំ copy មកដាក់ឲ្យមើលណាអញ្ចឹងបងប្អូនត្រូវសរសេរទុកដូចខ្ញុំអញ្ចឹងនេះហ៎ចឹងយើងដល់ពេលយើងបញ្ចូលផលិតផលយើងគ្រាន់តែ copy paste ជាការស្រេចណាបងប្អូន
អូខេអញ្ចឹងយើងមកដល់កម្រៃយើងស្អីយើងផាសមកបងប្អូនផាសឡើងហ្នឹងមកនេះយើងទៅសេស្អាតចឹងមកមាន emoji មាននិមិត្តសញ្ញាអីស្អាតចឹងមកចុះខាងក្រោមនឹងទៀតបងប្អូនមើលមានកន្លែងបញ្ចូលរូបផលិតផលឃើញមាន2នេះបងប្អូននេះឯនេះថារូបផលិតផលទំព័រមុខអារូបដែលចេញមុនគេហ្នឹងយើងត្រូវយករូបទ្វារដែល4ជ្រុងស្មើហើយអារូបមួយគេថារូបផលិតផលផ្សេងទៀតដែលតាក់ទងនឹងរូបផលិតផលមុនហ្នឹងអារូបមុខទំព័រមុខមានន័យថារូបដែលយើងផុសទៅរូបណាដែលបង្ហាញមុនគេណាវា thumbnail ហ្នឹងទៅហើយនឹងរូបផ្សេងទៀតចាឥឡូវខ្ញុំផុសឲ្យមើលអញ្ចឹងកន្លែងហ្នឹងយើងត្រូវជ្រើសរើសរូបមួយមុនគេដែលរូបណាដែលយើងគិតថាតាក់ទាញជាងគេសម្រាប់ផលិតផលលើអប់ហ្នឹងចុចឈូសហ្នឹងហើយយើងទៅរកមើលរូបផលិតផលដែលយើងទុកនេះទេនេះឥឡូវខ្ញុំយករូបនេះចុះនេះមកដល់ត្រង់ចំណុចនេះបងប្អូនឃើញវាចេញអាអេក្រង់4ជុំកណ្ដាលទេអញ្ចឹងវាអនុញ្ញាតឲ្យយើងអាច edit លើនឹងបានណាយើងអាចសេរីទំហំលើនឹងបានយើងអាចសេរីអញ្ចឹងមកណាយើងយកទំហំណាដែលយើងពេញចិត្តប៉ានេះចុះស្អាតយើងចង់បានប៉ានេះយើងសេរីអញ្ចឹងមកហើយបងប្អូនចុចកាត់ណានេះកាត់រួចរាល់ចុចកន្លែងហ្នឹងចុចបាច់មកមួយអញ្ចឹងបង្ហាញផលិតផលមុនគេគឺរូបហ្នឹងរូបផលិតផលមួយហ្នឹងហើយវាឲ្យបង្ហាញអាប់ឡូតរូបផលិតផលផ្សេងទៀតនៅត្រង់នេះយើងចុចកន្លែងនេះមួយទៀតណាដើម្បីដាក់រូបឲ្យបានច្រើនអានេះរូបចេញមុនគេនេះរូបផ្សេងទៀតអញ្ចឹងចុចលេខនេះចេញនេះយើងអាចអាប់ឡូតរូបបាន2 3ទៀតបានរហូតដល់9អញ្ចឹងកន្លែងនេះយើងត្រូវដាក់រូបច្រើនតិចមកខ្ញុំដាក់3ទៀតចុះនេះអូខេចុចអូខេមកចឹងរូបចូល3នឹងបន្ទាប់មកចុងក្រោយគេយើងគ្រាន់តែត្រួតពិនិត្យឡើងវិញយើងបំពេញគ្រប់ហើយអានៅពេញហើយយើងចុចបញ្ចូលផលិតផលនេះជាការស្រេចណាបងប្អូនណាចុចមួយពុំទៀតចំអត់បានជ្រើសរើស category មិញនេះចឹងនេះទេយើងអត់បានជ្រើសរើស category នេះម្ដងទៀតយើងចុចជ្រើសរើស category សិនខ្ញុំយក cosmetic ហ្មងតោះណាទេគ្រឿងសម្អាងចាំតិចណាបងប្អូនណានេះចុងក្រោមគេនេះ cosmetic មួយទេនេះវាស្ថិតក្នុង cosmetic អីអញ្ចឹងបើយើងឃើញគ្រប់គ្រាន់ចឹងអស់ហើយមិញពិនិត្យដែរហ្នឹងណាពិនិត្យឃើញគ្រប់គ្រាន់ចឹងអស់ហើយបងប្អូនចុចបញ្ចូលជាការស្រេចណាចុចមួយចឹងមកអូខេយើងរងចាំបន្តិចនេះរងចាំឲ្យដើរចប់សិនណាបងប្អូនណាអូខេចាប់វាមានសារលោតចូល Telegram មួយហើយណាអញ្ចឹងបានន័យថាផលិតផលហ្នឹងបានចូលបានសម្រេចហើយអញ្ចឹងនៅពេលដែលអតិថិជនអ្នកផ្សេងគេបើក website ហ្នឹងទៅគេឃើញផលិតផលយើងហ្នឹងនេះចាំមើលបើកឲ្យមើលនេះឃើញផលិតផលហ្នឹងនេះឃើញទេនេះវាឡើងមកចេះណាឃើញវាលោតមកបែបនេះតែម្ដងបងប្អូនណាអញ្ចឹងអារូបមុនគេគឺវាអារូបនៅទំព័រមុខហ្នឹងឃើញនេះហើយរូបចេញមកទំព័រមុខតម្លៃអញ្ចឹងយើងកាត់វាស្អាតជាងមកបងប្អូនហើយចុះយើងចង់ដឹងថាតើអារូបផ្សេងទៀតហ្នឹងបង្ហាញនៅកន្លែងណាយើងចុចកន្លែងរូបកប់ភ្នែកមើលចុចទៅវាបង្ហាញឃើញទេឥឡូវបងប្អូនមើលយើងនេះអារូបដែលយើងដាក់មុនគេនេះអារូបគេហៅរូបក្របមុខទំព័រមុខហើយនឹងរូបផ្សេងទៀតនេះឃើញទេរូបដែលគេឲ្យអាប់ឡូតរូបផ្សេងទៀតនោះនេះវាមកចេះបង្ហាញហ្នឹងរូបផ្សេងទៀតហើយ description ក៏អញ្ចឹងដែរទៅសេបានស្អាតចេះមកណានេះសេបានខ្វះខ្វាយអញ្ចឹងឲ្យគេចង់អានអញ្ចឹងមកណាអរគុណតោះចៃទៅមើលវីដេអូក្រោយទៀតដែលរបៀបអាប់ឡូតដដែលប៉ុន្តែខ្ញុំអាប់ឡូតតាមទូរស័ព្ទម្ដងណាពីព្រោះបងប្អូនភាគច្រើនរវល់អីចឹងទៅផលិតផលក្នុងទូរស័ព្ទស្រាប់មិនបានបើកកុំព្យូទ័រអីសូមអរគុណ